តើកម្ពុជាត្រូវត្រៀមបណ្ដឹងបែបណាដើម្បីប្តឹងសៀមឲ្យសងសង្គ្រាមឈ្លានពានរបស់សៀមមកលើបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់កម្ពុជាបានបណ្ដាលឲ្យខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមានផ្ទះសម្បែងសាលារៀនប្រាង្គប្រាសាទបុរាណនិងវត្តអារាមហើយថាតើកម្ពុជាត្រូវត្រៀមបណ្ដឹងបែបណាដើម្បីឲ្យថៃសងលោកសុកសំអឿនអ្នកជំនាញច្បាប់កម្ពុជាមួយរូបបានសរសេរនៅលើគណនីបណ្ដាញសង្គម Facebook កាលពីព្រឹកថ្ងៃប្រហ័សទី8ខែមករាឆ្នាំ2026ថាចំពោះការខូចខាតដោយសារសង្គ្រាមរវាងកម្ពុជានិងថៃកន្លងមកនេះប្រសិនបើយើងបង្ហាញភស្តុតាងថាថៃជាអ្នកឈ្លានពានកម្ពុជានោះយើងនឹងអាចប្តឹងទាមទារសំណងបានប៉ុន្តែប្រសិនបើយើងបញ្ចប់សង្គ្រាមនេះដោយការចរចារវាងកម្ពុជានិងថៃដើម្បីបញ្ចប់សង្គ្រាមប្រហែលជាការទទួលខុសត្រូវធ្លាក់ទៅលើរាជរដ្ឋាភិបាលរៀងៗខ្លួនព្រោះថៃប្រកាសជាដាក់នៅលក្ខខណ្ឌមិនឲ្យយើងទាមទារអ្វីនោះឡើយយើងប្រហែលជាអាចនឹងទទួលតាមលក្ខខណ្ឌនេះព្រោះដើម្បីបញ្ចប់សង្គ្រាមនិងរក្សាសន្តិភាពលោកមេធាវីរូបនេះបានសរសេរបន្តថាដើម្បីប្តឹងទាមទារសំណងទី1ត្រូវបង្ហាញថាការប្រើកម្លាំងបំផ្លិចបំផ្លាញនិងការលួចប្លន់នោះគឺជាការប្រើប្រាស់កម្លាំងដោយខុសច្បាប់ទី2ត្រូវបង្ហាញថាការខូចខាតនោះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាទ្រព្យសម្បត្តិប្រជាជនស៊ីវិលមិនមែនជាទីតាំងរបស់យោធានោះទេដើម្បីបង្ហាញពីធាតុផ្សំទាំងនោះគឺត្រូវការភស្តុតាងឧទាហរណ៍ប្រសិនបើយើងមានផ្ទះនៅភូមិព្រៃច័ន្ទយើងត្រូវមានភស្តុតាងជារូបថតឬវីដេអូបង្ហាញពីវត្តមានផ្ទះនៅទីនោះមានបញ្ជីនៅក្នុងនោះមានសម្ភារៈអ្វីខ្លះដែលបានបន្សល់ទុកនៅទីនោះជាដើមនិងទីតាំងច្បាស់លាស់ថាផ្ទះនោះមានទីតាំងនៅត្រង់ណាជាដើមនឹងត្រូវបញ្ជាក់ពីតម្លៃសរុបនៃទ្រព្យសម្បត្តិដែលបានបាត់បង់ប្រសិនបើថ្ងៃក្រោយភូមិព្រៃច័ន្ទនោះត្រូវបានចាត់ទុកថាវាស្ថិតនៅលើដីខ្មែរពេលនោះយើងអាចប្តឹងទាមទារសំណងបានអ្នកជំនាញច្បាប់រូបនេះបានបន្ថែមថាចំពោះនីតិវិធីនៃការប្តឹងប្រជាពលរដ្ឋម្នាក់អាចធ្វើបណ្ដឹងរៀងៗខ្លួនអាចដាក់ជាឯកជនក្តីជាក្រុមក្តីមកក្រុមការងាររបស់រាជរដ្ឋាភិបាលហើយរាជរដ្ឋាភិបាលទៀតសោតក៏គួរតែបង្កើតនៅក្រុមការងារស៊ើបអង្កេតមួយប្រមូលភស្តុតាងទាំងនោះជាពិសេសអគារនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រដ្ឋទាំងឡាយការប្រមូលនៅព័ត៌មានទាំងនេះគឺដើម្បីឲ្យរាជរដ្ឋាភិបាលត្រៀមជាឯកសារដាក់ពាក្យបណ្ដឹងទៅយន្តការអង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិ